អត្តន័យសង្គ្រាមតម្លៃសន្តិភាពអ្នកណាខ្លះធ្លាប់សើចអរគុណសន្តិភាពខ្ញុំក៏សើចដែរតែខ្ញុំមិនមែនក្នុងអត្តន័យឌឺដងឬបំភ្លេចការខិតខំរបស់សម្ដេចតេជោទេគឺខ្ញុំសើចព្រោះគិតថាសម័យនេះហើយមានសង្គ្រាមពីណាមកទៀតប្រទេសភាគច្រើនមានសន្តិភាពហើយតើចាំបាច់និយាយដដែលមកដល់ឥឡូវទៅយល់ពាក្យនឹងច្បាស់បងប្អូនធ្លាប់ឮគេថាថ្ងៃធម្មតាគួរឲ្យធុញរបស់អ្នកជាក្តីសុខបន្តិចរបស់មនុស្សមួយក្រុមទៀតទេឥឡូវវាជាក្តីសុបិនរបស់យើងខ្លួនឯងវិញហើយសង្គ្រាមពាក្យពីរម៉ាត់នេះជាសុបិនដ៏អាក្រក់សម្រាប់ពិភពលោកព្រោះមានវាហើយវិស័យអីផ្សេងក៏មិនអាចងើបរួចដែរមនុស្សរស់នៅក្នុងប្រទេសមានសង្គ្រាមរបួសផ្លូវកាយវេទនាផ្លូវចិត្តរស់មួយថ្ងៃដើម្បីតែមួយថ្ងៃយ៉ាងត្រដាប់ត្រដួសបំផុតគ្មានក្តីស្រមៃឬក៏បំណងអ្វីឡើយដោយសារតែរាល់ថ្ងៃខំរស់យ៉ាងហត់នឿយជាទីបំផុតហើយសម្រាប់ប្រទេសដែលឆ្លងកាត់សង្គ្រាមរាប់រយឆ្នាំហើយទៀតគ្រាន់តែឮពាក្យនេះខ្ពើមឆ្អែតបាយតែម្ដងពេលមានសង្គ្រាមការអភិវឌ្ឍនិងសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ក្រោមសូន្យប្រទេសស្ទើរតែបាត់បង់ឈ្មោះពីលើផែនទីយើងមានអារម្មណ៍ឯណាទៅឈ្លានពានទឹកដីគេទាំងប្រទេសខ្លួនឯងងើបដើរមិនទាន់ត្រង់ផ្លូវផងនោះសន្តិភាពជាពាក្យស្រួលនិយាយតែពិបាករកប្រទេសជាច្រើនចាយពេលរាប់ឆ្នាំជីវិតរាប់ម៉ឺនលុយរាប់លានព្រោះតែចង់បានសន្តិភាពនេះឯងខ្មែរយើងមានសំណាងត្រង់មានមនុស្សដែលអាចមានសមត្ថភាពផ្សះផ្សាដំបៅរាប់ឆ្នាំព្រោះសង្គ្រាមបានហើយបង្កើតសន្តិភាពពេញលេញមិនទាន់បាន30ឆ្នាំផងទេយើងគ្រាន់តែចង់រក្សាទឹកដីដែលដូនតាយើងបន្សល់មកប៉ុណ្ណោះរក្សាមរតកសន្តិភាពដែលប្រើជីវិតជាដើមទុនសាច់ស្រស់ឈាមស្រស់បដូរយកមកយើងមិនដែលចង់បានរបស់អ្នកណាបន្ថែមឡើយគ្រាន់តែសុំប៉ុណ្ណេះតើច្រើនពេកមែនទេប្រភពពីវិនសេនផងដែរតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា